ប្រទេសឥណ្ឌាបានរាយការណ៍ពីការឆ្លងជំងឺដ៏សាហាវនេប៉ាល់ដោយករណីឆ្លងចំនួន5ត្រូវបានរាយការណ៍នៅរដ្ឋ West Bengal ប្រហែល100នាក់ទៀតកំពុងធ្វើចតាឡេសាតាមការចុះផ្សាយរបស់ Economic Times កាលពីថ្ងៃសុក្រទី23ខែមករាឆ្នាំ2026ក្នុងចំណោមអ្នកឆ្លងទាំង5នាក់គឺត្រូវក្រុមគ្រូពេទ្យនិងគិលានុបដ្ឋាយការហើយមានខ្លះកំពុងឈឺធ្ងន់ស្របពេលជាមួយគ្នានោះសារព័ត៌មាន Interpenic បានផ្សាយថាជំងឺនេះកាចសាហាវជាង COVID ទៅទៀតដោយអត្រាស្លាប់របស់វាមានរហូតដល់ 75% ហើយករណីខ្លះឈានទៅដល់ 90% ឯណោះមន្ត្រីក្រុងកូតាបញ្ជាក់ថាជំងឺនេះឆ្លងរាលដាលខ្លាំងពួកគេកំពុងតាមដានមនុស្សជាង30នាក់ទៀតដែលជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺខណៈ100នាក់បានដាក់ឲ្យធ្វើចតាឡេសារួចហើយទន្ទឹមនោះរដ្ឋអាជ្ញាវែងបេងកងកំពុងស្វាស្វែងចាត់គ្រប់វិធានការដើម្បីទប់ស្កាត់និងធានាថាមេរោគនោះមិនត្រូវរាលដាលខ្លាំងក្លាឡើយ